ชีวิตជាប្តីប្រពន្ធប្រៀបបានទៅនឹងប៉ោតហើយនឹងពីងចឹងប៉ោតគឺធ្វើយ៉ាងណាដើម្បីចាក់ទឹកបំពេញឲ្យពីងមានន័យថាជីវិតជាប្តីត្រូវខំប្រឹងធ្វើការទាំងលំបាកយ៉ាងណាក៏ដោយគឺដើម្បីរកទ្រព្យសម្បត្តិនិងលះបង់ពេលវេលាគឺដើម្បីឲ្យគ្រួសាររបស់ខ្លួនបានរស់ស្រួលតែការរើសពីងគឺជារឿងសំខាន់បំផុតបើសិនជាយើងរើសប៉ះពីងខុសពីងដែលធ្លុះធ្លាយពីងដែលមិនចេះទុកដាក់គឺប្រកបណាស់ជីវិតជាប្តីដែលខំប្រឹងរកលុយទាំងល្បាម៉ានចាក់ចូលទៅគឺមិនមានប្រយោជន៍ឡើយតម្លៃដែលពួកយើងលះបង់ដើម្បីគ្រួសារគឺមិនទទួលស្គាល់ឡើយហើយក្តីសុខក៏មិនមានដែរតែយ៉ាងណាក៏ដោយទម្រាំតែប៉ោតនឹងបានយកទឹកខ្លះចាក់ចូលទៅក្នុងពីងគឺប្រកាសជាមានខ្ជះខ្ជាយខ្លះការចាយវាយខ្លះជាមួយមិត្តភ័ក្តិខ្លះអីខ្លះហើយគាត់អត់អាចបើកប្រាក់ខែទាំងអស់ដើម្បីយកមកចាក់ចូលទៅក្នុងគ្រួសារទាំងដុលទេតែក៏ត្រូវចាំថាពីងមិនប្រកាសតែចាំទឹកពីប៉ោតទេបើសិនជាប៉ោតមិនចេះឲ្យតម្លៃពីងប៉ោតមិនខ្វល់ខ្វាយពីគ្រួសារប្រកាសណាស់មេឃភ្លៀងក៏អាចចាក់ទឹកបំពេញចូលទៅក្នុងពីងដែរហើយសម័យកាលនេះគឺពីងដែលជាស្ត្រីគឺគាត់អាចរកលុយអាចរកទ្រព្យសម្បត្តិបានដោយខ្លួនឯងបានទៀតដូច្នេះបើសិន